បាទសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃនេះខ្ញុំមាននៅអត្ថបទមួយដើម្បីចែករំលែកជូនទៅកាន់បងប្អូនពាក់ព័ន្ធជាមួយនឹងអត្ថប្រយោជន៍ដែលលោកអ្នកធ្វើការដើរហាត់ប្រាណជារៀងរាល់ថ្ងៃអញ្ចឹងចង់ដឹងថាពាក់ព័ន្ធនឹងអត្ថប្រយោជន៍អ្វីខ្លះខ្ញុំបាទនឹងជម្រាបជូនបងប្អូនតែម្ដងបាទការហាត់ប្រាណនិងការលេងកីឡាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាពពីព្រោះវាជួយឲ្យរាងកាយរបស់លោកអ្នកមានសកម្មភាពបញ្ចេញជាតិពុលនិងធ្វើឲ្យរាងកាយស្អាតសប្តាហ៍ថ្ងៃនេះគេក៏សម្គាល់ឃើញថាការដើរហាត់ប្រាណទទួលបាននូវការពេញនិយមយ៉ាងច្រើនគួរសមដែរដោយសារតែការហាត់ប្រាណទាំងនោះយល់ឃើញថាការដើរហាត់ប្រាណជាប្រភេទកីឡាងាយស្រួលរាងកាយសកម្មភាពបញ្ចេញជាតិពុលតាមរយៈញើសជួយកម្ចាត់ខ្លាញ់ក្បាលពោះនិងជួយគ្រប់គ្រងសម្ពាធឈាមនិងជាតិស្ករជាដើមតែយ៉ាងណាដើម្បីសុខភាពនិងប្រសិទ្ធភាពនៃការដើរសូមលោកអ្នកជ្រើសរើសជាមួយនឹងការដើរយ៉ាងហោចណាស់ឲ្យបាន10ទៅ30នាទីឬក៏1ម៉ោងក្នុងមួយថ្ងៃលោកអ្នកនឹងទទួលបានជាមួយនឹងអត្ថប្រយោជន៍ជាច្រើនរួមមានទី1គឺជួយបង្កើនជាមួយនឹងសុខភាពខួរក្បាលជំនួយដល់ការចងចាំទប់ស្កាត់ជំងឺវង្វេងវង្វាន់និងជំនួយដល់សុខភាពផ្លូវចិត្តដែលជំរុញឲ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយអត្ថប្រយោជន៍ទី2គឺជំនួយដល់សុខភាពភ្នែកនិងជួយប្រឆាំងនឹងជំងឺដក់ទឹកក្នុងភ្នែកអត្ថប្រយោជន៍ទី3ជំនួយដល់សុខភាពបេះដូងដូចជាជួយការពារជំងឺទាក់ទងនឹងបេះដូងរួមមានជំងឺដាច់សរសៃឈាមខួរក្បាលជាដើមអត្ថប្រយោជន៍ទី4គឺជួយគ្រប់គ្រងជាតិស្ករនិងកាត់បន្ថយអត្រាប្រឈមនៃជំងឺទឹកនោមផ្អែមអត្ថប្រយោជន៍ទី5គឺសម្រួលដល់ប្រព័ន្ធរំលាយអាហារនិងជួយបន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំនិងជំរុញឲ្យលំហូរឈាមឬជាលំហូរលាមកមកស្រួលអត្ថប្រយោជន៍ទី6ជំនួយដល់សាច់ដុំរឹងមាំនិងមានចលនាល្អមិនងាយឆាប់ស្ពឹកស្រពន់អត្ថប្រយោជន៍ទី7គឺជួយឆ្អឹងនិងសន្លាក់រឹងមាំដោយជួយទប់ស្កាត់ការបាត់បង់ភាពរឹងមាំនៃឆ្អឹងសន្លាក់និងកាត់បន្ថយហានិភ័យនៃជំងឺបាក់ឆ្អឹងអត្ថប្រយោជន៍ទី8ជំនួយដល់ឆ្អឹងខ្នងធ្វើឲ្យលោកអ្នកមានសុខភាពល្អក្នុងការសម្រួលដល់ចរន្តឈាមក្នុងរចនាសម្ព័ន្ធឆ្អឹងខ្នងនិងកាត់បន្ថយអត្រាឈឺឆ្អឹងខ្នងនៅពេលលោកអ្នកហាត់ប្រាណអត្ថប្រយោជន៍ទី9គឺកាត់បន្ថយការប្រឈមនៃជំងឺវង្វេងស្មារតីនៅពេលដែលលោកអ្នកមានវ័យចាស់ជរាអត្ថប្រយោជន៍ទី10គឺកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកពោះវៀនធំសុដន់ឬស្បូនរហូតទៅដល់20%អត្ថប្រយោជន៍ទី11គឺបង្កើនវីតាមីន D ក្នុងរាងកាយអត្ថប្រយោជន៍ចុងក្រោយគឺជួយដុតខ្លាញ់ក្បាលពោះនិងសម្រកទម្ងន់បាទនេះគឺជាអត្ថប្រយោជន៍ដែលបានមកពីការដើរហាត់ប្រាណជារៀងរាល់ថ្ងៃចន្លោះពី15ទៅ30នាទីឬក៏1ម៉ោងគឺមានអត្ថប្រយោជន៍បែបហ្នឹងសម្រាប់បងប្អូនដែលចូលចិត្តដើរហាត់ប្រាណបាទអរគុណច្រើនសម្រាប់ការតាមដានទស្សនារបស់លោកអ្នកជួបខ្ញុំបាទនៅវីដេអូក្រោយៗទៀតកុំភ្លេចជួយ Subscribe ម្នាក់មួយផងបាទសូមអរគុណ